ក្រោមការគង់ប្រថាប់ជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាបានបំពេញការងារប្រកបដោយជោគជ័យដែលជានិច្ចកាលព្រះអង្គបានលះបង់បរិយាកាយពលក្នុងព្រះរាជកម្មភាពដ៏ឧត្តមឧត្តមដើម្បីជាតិមាតុភូមិជាទីស្នេហានិងប្រជានុរាស្ត្រខ្មែរតាមរយៈព្រះរាជកិច្ចមនុស្សធម៌ជាបន្តទៅនេះខ្ញុំម្ចាស់នាងខ្ញុំសូមរៀបចំថ្វាយតតនិងទេសនានៅបទចម្រៀងចំនួន4បទបន្ថែមទៀតដែលបទទី1មានចំណងជើងថាកិត្តិនាមលួងម៉ែច្រៀងដោយអ្នកនាងលៀបសុភ័ណ្ឌបទទី2មានចំណងជើងថាចម្រៀងសម្រាប់អូនច្រៀងដោយលោកថេលថៃបទទី3មានចំណងជើងថាកុលាបភ្នំពេញជាព្រះរាជនិពន្ធច្រៀងដោយលោកសុកសាខននិងបទទី4មានចំណងជើងថាសត្វរីពេលល្ងាចច្រៀងដោយអ្នកនាងពេជ្រចរិយាសូមបង្គំយាងតតនិងគ្រប់អញ្ជើញទេសនាដោយរីករាយ